ស្ដីបងប្អូនបាទថ្ងៃនេះបង្ហាញពីដងឯកហើយនឹងដាតឯកបន្តិចបងប្អូនតែខមមិនសួរថាបងដាតឯកហើយនឹងដងឯកធ្វើម៉េចលេងមួយខ្លាំងកុំឲ្យដាច់សាយបាទមិនលេងមកដាច់សាយឲ្យបានទូភ្លឺបាទពីបញ្ហាអស់នេះទៅបាទសំណួរសួរច្រើនបាទឥឡូវខ្ញុំបញ្ជាក់ប្រាប់ពីបងប្អូនតិចពីមុនមកក៏ខ្ញុំអត់តដឹងដែរថាត្រូវធ្វើម៉េចលេងឲ្យបានយូរមកដាច់សាយបាទហើយឲ្យវាលឺជះល្អទៀតបងប្អូនពីមុនមកក៏ខ្ញុំធ្លាប់ធ្វើដងរឹងដងរឹងហ្មងដងឯករឹងបាទហើយដាតឯងនេះក៏ក្រាស់ដែរហើយលេងដាក់តិចដាក់តិចដាច់ហ្មងបាន2ម៉ោងដាច់សាយតែម្ដងបាទឥឡូវនេះយល់ច្បាស់ពីវាហើយបងប្អូនបាទចំណុចដែលធ្វើដងឯកហើយនឹងដាតឯកលេងតម្រូវជាមួយនឹងដងដាតហ្នឹងឲ្យបានយូរកុំឲ្យដាច់សាយបាទចំណុចទី1គឺដងឯកបាទធ្វើមេដងឯកនឹងកលាស់ចុងបាទកលាស់ចុងបាទរបៀបដូចមិនសអញ្ចឹងកលាស់បាទកុំឲ្យវារឹងពេកបាទទន់ពេកមកល្មមបងប្អូនបាទចំណុចទី2គឺដាតឯកនេះផងដែរបាទធ្វើម៉េចកោសតម្រូវដងហ្នឹងបាទកោសធ្វើមកឲ្យស្ដើងតម្រូវជាមួយនឹងដងហ្នឹងឲ្យវាលឺកាន់តែល្អបាទកាន់តែដើរពាក្យល្អហើយធ្វើម៉េចបងប្អូនកោសវាឲ្យស្អាតបាទហើយឲ្យវាលឺចឹងមកឲ្យវាល្អចឹងមកកុំឲ្យវាត្រូវជាមួយនឹងដងហ្នឹងបងទៅនឹងដងហ្នឹងបាទនេះបងខ្ញុំយកដែរបាទកន្លោះចុងដងបាទនេះដល់ពេលដាក់កន្លោះចុងងាយដាច់សាយបងបាទលេងបងដងឯងលេងយប់ទៅភ្លឺអត់ដាច់ទេហើយឲ្យតែមានខ្យល់ជាប់រហូតលឺរហូតហ្នឹងបងបាទហើយលឺជះល្អទៀតបាទហើយចំណុចទី3បាទបញ្ហាជាគេគឺដាតឯកបងប្អូនតែមិនសួរទៀតថាបងដាតឯកខ្ញុំធ្វើដោយតបងដែរហ្នឹងបដៅខ្ញុំបិទដោយតបងដែរហើយមិនវាមិនលឺវាលឺទៅវាលឺឆាប់ដាច់អីដែរលឺវាថាតាក់ហ្មងតាក់ជាមួយនឹងខ្យល់បើតាក់ជាមួយខ្យល់ទៅវាអត់លឺវាអត់បោលបានថាវាអត់វិញឆ្វេងស្ដាំវាអត់វិញអញ្ចឹងបញ្ហាដែលបងប្អូនបាទនេះដាតឯកតាក់បងប្អូនអត់ត្រង់ទី1បងប្អូនបិទក្បាលតុងអត់ត្រង់ទី2បងប្អូននេះចងកន្លោះនេះចងកន្លោះនឹងអត់ត្រង់ជាមួយនឹងទិសដៅទិសកដាលបងទិសកដាលធ្វើម៉េចឲ្យចំទិសកដាលហ្នឹងឲ្យវាត្រង់បាទចាំមើលបងប្អូនដាតឯកខ្ញុំគាត់ថាល្វិញដាក់ខ្សែតែបាញ់យកមកអត់តាក់ហ្នឹងបងឃើញបងអត់មានកន្លែងណាបតាក់ណាបាទនេះបាទនឹងអបតៈហៅថាដាតឯកអបតៈអញ្ចឹងវាលឺរហូតឲ្យតែត្រូវខ្យល់វាលឺរហូតអបតៈហើយអត់ដាច់ទៀតបាទហើយពីមុនខ្ញុំលេង6ទៅសាយបើតាឥឡូវបច្ចុប្បន្នខ្ញុំដកមួយចេញស5ស្អីយើងអាចលេងដល់ទូភ្លឺបានដងឯងដាតឯងវាសិក្សាឲ្យច្បាស់បាទកុំឲ្យវាដូចខ្ញុំនិយាយចឹងកុំឲ្យវារឹងពេកទន់ពេកមកល្មមធ្វើម៉េចឲ្យដងឯងហ្នឹងល្មមទៅតាមជាមួយនឹងអណ្ដាតឯកឲ្យវាក្រឡោះទៅវិញទៅមកបាទអាហ្នឹងលេងបានយូរហើយចំណុចពិសេសរបស់អណ្ដាតឯកហើយនឹងដងឯកបងប្អូនលេងតូភ្លឺបងបាច់ចាំសាងហត់ទៅតម្លាក់ខ្លែងដូរខ្លែងបាទតម្លាក់ខ្លែងដូរសាអណ្ដាតដូរសាយដូរអីមិនបាច់ទេបងអាហ្នឹងហើយចំណុចបាទឥឡូវខ្ញុំស្វែងយល់ហើយបាទបើសិនជាបងប្អូនបាទចង់ដឹងពីព័ត៌មានអីផ្សេងទៀតបាទខមមិនបងប្អូនខ្ញុំប្រាប់ពីរបៀបបាទរៀបរាប់ទៅតាមនឹងទៀតបាទហើយបងប្អូនកុំភ្លេចបាទជួយ like បាទជួយ share និងជួយ subscribe បាទ channel YouTube របស់ខ្ញុំម្នាក់មួយបាទផងបាទដើម្បីទទួលបានវីដេអូថ្មីជាបន្តបន្ទាប់ពីខ្ញុំទៀតបាទអរគុណនិងសូមជម្រាបលា